មានរឿងនិទានមួយអំពីសេដ្ឋីម្នាក់គាត់អើតទៅតាមបង្អួចពេលនោះស្រាប់តែគាត់ឃើញអ្នករើសអេតចាយម្នាក់នៅក្នុងចិត្តរបស់គាត់ក៏គិតថាខ្លួនអញពិតជាមានសំណាងណាស់ដែលបានកាត់មកជាកូនអ្នកមានអ្នករើសអេតចាយសម្លឹងទៅមើលក្បែរនោះឃើញមនុស្សឈួតដេកនៅតាមដងផ្លូវនៅក្នុងចិត្តរបស់គាត់ក៏គិតថាសំណាងល្អហើយដែលខ្ញុំកាត់មកមិនឈួតមនុស្សឈួតឃើញរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នកជំងឺទៅមន្ទីរពេទ្យគាត់ក៏គិតនៅក្នុងចិត្តថាសំណាងល្អខ្លាំងណាស់ដែលខ្ញុំមិនឈឺពេលអ្នកជំងឺទៅដល់មន្ទីរពេទ្យឃើញលោកគ្រូពេទ្យកំពុងតែរុញសពចេញមកខាងក្រៅនៅក្នុងចិត្តរបស់គាត់ក៏គិតថាខ្ញុំសំណាងណាស់ដែលខ្ញុំមិនស្លាប់ហេតុអ្វីយើងមិនសម្លឹងមើលសំណាងល្អរបស់ខ្លួនយើងដែលមាននៅក្នុងពេលនេះឲ្យដូចរបស់ដ៏មានតម្លៃស្រស់បំព្រងសម្រាប់ជីវិតគឺជាអ្វីយើងអាចយល់បានថាប្រសិនបើយើងស្ថិតនៅក្នុងកន្លែងទាំង3នេះទី1គឺមន្ទីរពេទ្យទី2គឺគុកទី3គឺទីកន្លែងបញ្ចុះសពនៅក្នុងមន្ទីរពេទ្យអ្នកអាចគិតថាគ្មានអ្វីល្អជាងមានសុខភាពល្អនោះទេនៅក្នុងគុកយើងអាចនឹងឃើញថាសេរីភាពគឺជាអ្វីដ៏មានតម្លៃបំផុតសម្រាប់យើងនៅទីបញ្ចុះសពយើងនឹងដឹងថាជីវិតគ្មានតម្លៃអ្វីឡើយដីដែលយើងជន់នៅថ្ងៃនេះអាចជាដំបូលប្រក់យើងនៅថ្ងៃស្អែកក៏ថាបានកាត់មកទៅវិញក៏ទៅយើងត្រូវអរគុណចំពោះសំណាងល្អគ្រប់យ៉ាងដែលយើងមាននៅក្នុងពេលបច្ចុប្បន្ន